ពោលនេះគឺជាកិច្ចកម្មវិធីដែលនឹងហៅសពរបស់ប្អូនប្រុសមឿនខួចដែលបានធ្វើការកិរិយាទៅនៅក្នុងភូមិចតុឡោកស្រុកបារាយឃុំបារាយខេត្តកំពង់ធំពោលហើយនេះគឺជាសកម្មភាពដែលញាតិញោមជាពុទ្ធបរិស័ទដែលបានជួយដង្ហមដំណើររបស់ប្អូនខួចមឿនសុខួចដែលបានធ្វើការកិរិយាទៅនេះជូនដំណើរប្អូនទៅកន្លែងទីមច្ឆាជាលើកចុងក្រោយដោយសាច់ញាតិឪពុកម្ដាយបងប្អូនមីងពូមីងទាំងអស់មាននៅសេចក្តីទុក្ខព្រោះបាត់ក្មួយបាត់កូនបាត់ចៅជាទីស្រឡាញ់ហើយប្អូនប្រុសទៅលើកនេះគឺទៅជារៀងរហូតមិនអាចវិលនឹងត្រឡប់មកឲ្យជួបយើងនៅក្នុងស្រុកភូមិយើងបានទៀតទេព្រោះអញ្ចឹងបានយើងរស់នៅគួរតែធ្វើនៅអំពើល្អនឹងគ្នាទៅវិញទៅមកព្រោះហើយអញ្ចឹងទៅគឺដោយអាត្មាក៏បានចូលរួមនៅក្នុងកិច្ចកម្មវិធីដង្ហែសពរបស់ប្អូនប្រុសផងដែលគង់នៅក្នុងគ្រែអភិធម្មណែហើយមានតាចាយោគីមានបងអ៊ំទាំងអស់ដែលគាត់បានជួយហើយមានកណាម្ចាស់4ព្រះអង្គដែលគង់នៅលើឡានដែលគង់ជុំវិញនៅក្នុងចិត្តក្តារមឈូសព្រោះហើយខែនេះគឺភ្លៀងមិនទាន់រាំងដោយផ្លូវក៏ពិបាកការធ្វើដំណើរដូច្នេះហើយទោះបីមានការលំបាកយ៉ាងណាក៏ញាតិញោម